សួស្តីបងប្អូនទាំងអស់គ្នាចេញមកណាគេខ្លះឲ្យតែពេលតនេគឺដឹងតែចូលចិត្តដើរលេងអត់សូវចូលចិត្តនៅផ្ទះទេសម្រាប់ខ្ញុំឲ្យតែពេលខ្ញុំមានលុយនិងមានពេលវេលាគឺខ្ញុំឆ្លៀតពេលដើរលេងហើយភាគច្រើនគឺចូលចិត្តទៅកន្លែងណាគេកំពុងតែល្បីនៅតាមបណ្ដាញសង្គមសម្រាប់ហាងកាហ្វេមួយកន្លែងនេះគឺនៅម្ដុំចិត្តផ្ទះរបស់ខ្ញុំជីប្រហែលជា10នាទីអីគឺមកដល់ហើយទីតាំងនៅខាងក្នុងសែនសុកនេះឯងឥឡូវនេះហាងកាហ្វេភាគច្រើនគឺគាត់មិនលក់តែភេសជ្ជៈទេគាត់ក៏មានរៀបចំហាងឲ្យមើលទៅកាន់តែតាក់ទាញផងដែរដោយសារតែសម័យនេះគឺគេពេញនិយមក្នុងការថតរូបឬក៏ថតវីដេអូអីទស្សនៈផុសនៅលើបណ្ដាញសង្គមអញ្ចឹងណារួមទាំងខ្ញុំក៏ចូលចិត្តដែរអញ្ចឹងហើយបានជាពេលទៅដើរលេងម្ដងខ្ញុំមិនមែនធំតែរកមើលកន្លែងញ៉ាំអីឆ្ងាញ់ៗទេខ្ញុំក៏មើលទីតាំងថាហាងហ្នឹងគឺមានកន្លែងស្អាតៗទុកសម្រាប់ថតរូបអត់អញ្ចឹងណាហើយដោយសារតែឥឡូវហ្នឹងគឺទឹមតែបាយថ្ងៃហើយផងអញ្ចឹងទៅពេលមកដល់ហាងកាហ្វេនេះគឺហៅម៉ាឆាពីរកែវនិងនំក្រូសង់មួយទៅទុកសម្រាប់ញ៉ាំអញ្ចឹងសម្រាប់ថ្ងៃសម្រាប់អីបើសិនជាបងអត់ដឹងថាចង់ទៅណាទេគឺអាចទៅលេងនៅហាងកាហ្វេនេះបានណាសម្បូរកន្លែងថតរូបច្រើនហើយប្លែកៗមែនតើបងទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាបើសិនជាខ្ញុំបានទៅកន្លែងណាដែរកំពុងតែពេញនិយមឬក៏ស្អាតអញ្ចឹងខ្ញុំនឹងថតធ្វើជាវីដេអូទុកសម្រាប់បងទាំងអស់គ្នាមើលអូខេបាយបាយជួបគ្នានៅវីដេអូក្រោយទៀត